បាទតើតើមួយសង្ក្រានយើងរយៈពេលទី2ថ្ងៃគឺត្រូវបានបញ្ចប់ដោយរលូនបាទហើយក៏សូមចូលរួមអបអរសាទរចំពោះផ្ទះស្ដេចឃ្មុំបាទក៏ដូចជាផ្ទះទឹកណោតខ្មែរគេពីដូនតាបាទគឺថាមានការគ្រប់គ្រងច្រើនមែនទែនពីសំណាក់អតិថិជនបាទគឺគ្រប់គ្រងឡើងអស់ពីស្តុកតែម្ដងសบายមែនទែនថ្ងៃនេះអតិថិជនច្រើនហើយក៏បានលក់ដាច់ច្រើនអញ្ចឹងសบายចិត្តណាលក់ដាច់យើងមាន promotion ហើយជាពិសេសគឺទឹកត្នោតក៏ឆ្ងាញ់ឃ្មុំខាងក៏ឆ្ងាញ់គឺសុទ្ធតែអាហារដែលធម្មជាតិបាទអាហារធម្មជាតិបែបខ្មែរពិតៗនិយាយទៅគឺអស់បាទអស់បាទគឺមានការគ្រប់គ្រងច្រើនមែនតើបាទហើយឆ្លៀតឱកាសនេះក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងស្រីទាំងចាស់ក្មេងស្រីចាស់ប្រុសទាំងអស់បាទដែលបានមកគ្រប់គ្រងដល់ស្តង់បាទភ្លុកទឹកភ្លុកដីតែម្ដងបាទចាប់បីតែនៅកន្លែងខាងក្រោយបងប្អូនឃើញទេបាទគឺច្រើនមែនតើគឺកកកបាទគឺថាអតិថិជន fan គាត់មកគ្រប់គ្រងដល់ទីតាំងបាទហើយឆ្នាំក្រោយជួបគ្នាជាមួយនឹងពួកយើងម្ដងទៀតជាមួយនឹងសង្ក្រាន MUM បាទគឺសាកលវិទ្យាល័យជាតិគ្រប់គ្រងបាទជាចុងក្រោយតំណាងឲ្យផ្ទះស្ដេចឃ្មុំក៏ដូចជាទឹកត្នោតផ្អែមទឹកត្នោតខ្មែរគេពីដូនតាបាទសូមអរគុណសូមជម្រាបលាថ្មីឆ្នាំថ្មីខ្យល់បក់ត្រជាក់ស្រាលនំពោពេញសំណើយសិស្សសប្បាយរកជើងផ្លូវសំពាំងលោកគ្រូអ្នកគ្រូដោយចិត្តថ្លាអបអរឆ្នាំថ្មីសំណាងល្អ